នៅបឹងទន្លេសាបនេះប្រភេទមុខម្ហូបក្រៅទៅពីត្រីគឺយើងអាចយកមិត្តនេះមកឆាគ្រឿងក៏បានយកមកស្ងោរងុាំងើក៏បានដែរបងប្អូនហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមកផ្ទះបងចនាគឺយើងមានមិត្តរបស់យើងប្រហែលក្បាលនេះបងប្អូនមានមិត្តច័ន្ទល្មមហើយនិងមិត្តត្រីរ៉ស់ហើយថ្ងៃនេះគឺយើងកម្រងយកមកឆាគ្រឿងហើយនិងស្ងោរងុាំងើអញ្ចឹងបងប្អូនចាំតាមដានទាំងអស់គ្នាហើយខ្ញុំនឹងចែកម្លែករបៀបធ្វើដែរសម្រាប់ពុកម៉ែបងប្អូនដែលនៅលើគោកមិនដែលញ៉ាំឬមួយក៏មិនដែលជួបនឹងអាចនឹងខ្លាចនឹងញើតសម្រាប់ពុកម៉ែបងប្អូនដែលរស់នៅខាងទន្លេសាបនេះគឺជាមុខម្ហូបដែលឆ្ងាញ់មកគាត់ដែរអានេះអាចថាថ្លៃជាងត្រីហើយក៏ឆ្ងាញ់ជាងត្រីដែរបងប្អូនហើយក៏ជាមុខម្ហូបកម្រដែរហើយសម្រាប់ប្រភេទមិត្តច័ន្ទល្មមមិត្តត្រីរ៉ស់ហើយនេះគឺមិនមែនជាប្រភេទមិត្តដែលគេអភិរក្សឬមួយក៏ខុសច្បាប់អីទេបងប្អូនអានេះគឺគេអាចយកមកធ្វើម្ហូបញ៉ាំប្រចាំថ្ងៃបានដូចត្រីដូចអីចឹងទៅអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំនឹងយកមកឆាគ្រឿងហើយនឹងស្ងោរងុាំងើចែកជូនបងប្អូនដែរហើយយើងមានតិចនិចខ្លះដើម្បីចែកម្លែកបងប្អូនដែរពីរបៀបធ្វើពីដំបូងរតនៈគាត់យកមិត្តប្រហែលជាប្រមាណក្បាលនេះមានវែងមានខ្លីមានធាត់មានស្គមអញ្ចឹងទៅយកមកស្រោះទឹកក្តៅបងប្អូនស្រោះទឹកក្តៅហើយបានយើងកោសវាសម្អាតអីចឹងហើយបានយើងវះពោះតាមពិតអានេះគឺយើងមានពីរជំរើសបងប្អូនយើងចង់ប្រឡត់ស្បែកមិត្តរបស់យើងនេះក៏បានយើងចង់មិនប្រឡត់ក៏បានដែរទុកស្បែកខំទៅដើម្បីវាក្រឹបឆ្ងាញ់អីចឹងទៅប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនណាដែលគាត់រៀងញើតស្បែកអីយើងអាចប្រឡត់ស្បែកចេញហ្មងក៏បានដែរពេលដែលយើងស្រោះទឹកក្តៅកោសស្អាតហើយចឹងទៅលាងសម្អាតយើងវះពោះវាបដ ாய் ចឹងមកបងប្អូនពេលខ្លះមិត្តអាចនឹងមានពងក៏មានដែរបងប្អូនយើងទុកពងឬទុកខ្លាញ់សម្រាប់អាចវាអីពោះអីវាខ្លះមួយចំនួនហ្នឹងគេចោលប៉ុន្តែសម្រាប់អ្នកដែលនៅទន្លេសាបនេះបងប្អូនប្រភេទគ្រឿងក្នុងពោះគេថាឆ្ងាញ់ទៀតអញ្ចឹងគេទុកទៀតគេចោលតែអាចតែអីចឹងទេអញ្ចឹងហើយគេកាត់កង់ចឹងមកសម្រាប់មិត្តត្រីរ៉ស់គឺយើងយកទៅស្ងោរងុាំងើហើយសម្រាប់មិត្តច័ន្ទល្មមគឺយើងយកមកឆាគ្រឿងបងប្អូនហើយថ្ងៃនេះគឺបងសុភ័ក្រគ្រួសារបងច័ន្ទណាគាត់រៀបចំគ្រឿងសម្រាប់ឆាគ្រឿងរបស់គាត់នេះអែមណាស់បងប្អូនគាត់ក៏លុកគ្រឿងចឹងមកឆាឈ្ងុយដាក់ពោះនឹងចូលមករំងាស់អានេះត្រូវការរំងាស់ប្រហែលជា2ម៉ោងអីឲ្យវាខាប់ឲ្យវាអស់ទឹកអាមិត្តហ្នឹងចាប់ដើមផុយដោយសារតែមិត្តរបស់យើងវារៀងចាស់ហើយធំដែរបងប្អូនអញ្ចឹងហើយត្រូវការរំងាស់យូរដើម្បីផុយហើយយើងក៏លេចមកមើលពីងុាំងើវិញម្ដាយបងច័ន្ទណាគាត់អ្នកស្ងោរងុាំងើជាមួយខ្ញុំជួយ support គាត់ចាំជួយហុចគ្រឿងហុចអីឲ្យគាត់អញ្ចឹងណាហើយតិចនិចរបៀបនៃការធ្វើរបស់គាត់នៅខាងទន្លេសាបគឺយកមិត្តកាប់កង់នេះយកទៅរំងាស់នៅក្នុងឆ្នាំងហើយចាក់ទឹកបន្តិចទៅបងប្អូនដើម្បីឲ្យវាអស់ទឹកព្រៃគេស្ងោរវាចោលអស់ទឹកព្រៃហើយមិនគេយកមកលាងសម្អាតគេចាប់ផ្ដើមបំពងខ្ទឹមបំពងអីយកមកកូរលាយជាមួយនឹងខ្ទឹមជាមួយនឹងគ្រឿងអីម្ដងទៀតបងប្អូនកូរឲ្យវាឆ្អិនម្ដងហើយបានគេចាប់ផ្ដើមដាក់ទឹកហើយដាក់ទឹកហ្នឹងក៏មិនមែនដាក់ទឹកហើយពុះហើយយកញ៉ាំបានដែរបងប្អូនអានេះគឺដាក់ទឹកម្សាហើយយើងរំងាស់ឲ្យវាអស់ទឹកព្រៃពេលដែលអស់ទឹកព្រៃហ្នឹងហើយអញ្ចឹងទៅបានគាត់ចាក់ទឹកម្ដងទៀតគាត់ដាក់ងុាំងើចូលអានេះបានឆ្អិនបងអាចថារំងាស់ប្រហែលជាកន្លះម៉ោងដែរបានឆ្អិនហើយយើងក៏លេចមកមើលឆាគ្រឿងរបស់យើងនេះបងច័ន្ទណាផងបងសុភ័ក្រផងជួយគ្នាមកប្រាវហ្នឹងឥឡូវរំងាស់ប្រហែលចូលចិត្ត1ម៉ោងបងប្អូនដើម្បីឲ្យផុយហើយអូឆ្ងាញ់មែនហើយខ្ញុំជឿថាសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តឃើញហើយស្រក់ទឹកមាត់ហើយបងសុភ័ក្រគឺគាត់ចង់ភៅចំណានហ្មងសម្រាប់ឆាគ្រឿងពោះរបស់គាត់នេះខ្ញុំឲ្យមេដៃគាត់ឆាឆ្ងាញ់ណាស់បងប្អូនលេខ1ហ្មងហើយគាត់ប្រើជាមួយសណ្តែកដីដែរហើយអូគាត់នៅទន្លេមែនប៉ុន្តែគ្រឿងក្រៅរបស់គាត់ដាក់មកអែមមកចាស់ឲ្យហ្មងអត់មានធំក្លិនឆ្អាបឆ្អេះអីទេហើយសម្រាប់ប្រភេទមិត្តអស់នេះបងប្អូនបើសិនជាយើងអត់លាយគ្រឿងឲ្យដិតឬមួយក៏យើងវាយគ្រឿងឲ្យត្រូវទេអាចនឹងឆ្អាបអាចនឹងធំក្លិនដូចតែបងប្អូនដឹងចឹងប្រភេទសត្វអស់នេះមិនមែនដូចមាន់ដូចត្រីដូចអីយើងធម្មតាទេតោះតែយើងមានតិចនិចរបៀបរបបធ្វើច្បាស់ណាស់បានញ៉ាំឆ្ងាញ់បងប្អូនហើយងុាំងើក៏ដូចគ្នាតតែមានតិចនិចអីដូចគ្នាហើយធ្វើប្រហែលជារយៈពេល1ម៉ោង2ម៉ោងឆ្អិនល្មមតំណាលគ្នាអញ្ចឹងយើងអាចញ៉ាំបាយនេះគឺជាអាហារមួយពេលថ្ងៃត្រង់មុនខ្ញុំត្រឡប់មកភ្នំពេញវិញបងប្អូនហើយក៏ជាអនុស្សាវរីយ៍មួយដែរហើយខ្ញុំក៏ធ្វើវីដេអូនេះចែកជូនបងប្អូនបានមើលដែរហើយក៏ទុកជាអនុស្សាវរីយ៍សម្រាប់ការទៅលេងគាត់ហើយមុនពេលយើងត្រឡប់មកវិញអញ្ចឹងណាតាមពិតទៅសម្រាប់បងប្អូនដែលគាត់រស់នៅទន្លេសាបនេះគឺជាអាហារមួយដ៏ឆ្ងាញ់សម្រាប់ពួកគាត់ហើយប៉ុន្តែសម្រាប់ខ្ញុំសម្រាប់បងប្អូនដែលរស់នៅភ្នំពេញឬមួយក៏នៅតាមបណ្ដាខេត្តផ្សេងដែលយើងអត់ធ្លាប់ញ៉ាំអាចនឹងញើតប៉ុន្តែខ្ញុំអាចញ៉ាំបានបងប្អូនប៉ុន្តែក៏មិនសូវស្និទ្ធប្រហែលដែរហើយហ្នឹងហើយបងប្អូនដោយសារតែខ្ញុំបដូរឈ្មោះសัตว์នេះដោយសារតែបើយើងនិយាយចំឈ្មោះអាចនឹង Facebook ចាប់អញ្ចឹងហើយយើងបដូរឈ្មោះមកដាក់ជាឈ្មោះមិត្តវិញអញ្ចឹងណាអញ្ចឹងហើយមិត្តទាំងអស់នេះដែលឆាគ្រឿងហើយនឹងស្ងោរងុាំងើនេះគឺមិនមែនមិត្តរបស់ខ្ញុំទេបងប្អូនគឺជាមិត្តបងប្អូនទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះអញ្ចឹងខ្ញុំអត់មានអីច្រើនទេមានតែបទពិសោធន៍ចែកម្លែកពីរបៀបឆាមិត្តហើយនឹងស្ងោរងុាំងើមិត្តអញ្ចឹងបងប្អូនអាចរៀនធ្វើទាំងអស់គ្នានៅផ្ទះអរគុណបងប្អូនជំរាបលាបាយ